ក្រន់តែមានគំនិតគិតថានឹងចេញចាក់ទុកប៉ុណ្ណឹងនឹងនិស័យបនញាតញោមនឹងមិនដឹងជាសំមកប្រមាណ100,000សែនកោតជាតិមកហើយទេក៏តែមានគំនិតគិតថាចង់ចេញចាក់ទុកណាឬព្រះនិព្វានដែលផុតចាក់ទុកនឹងចង់មានគំនិតមួយចង់ហ្នឹងហើយអត់តន់លះកិលេសអីបានប្រពន្ធជំរាកសក់ឯងប៉ុន្តែមានគំនិតមួយចង់ប៉ុណ្ណឹងនឹងជានិស័យខ្ពង់ខ្ពស់ហើយណាញាតិញោមធ្លាប់មានគំនិតនឹងទេអញ្ចឹងបានន័យថាខ្ពង់ខ្ពស់ណាស់ហើយហ្នឹងហើយគឺមាននិស័យខ្ពង់ខ្ពស់ហើយដែលមានគំនិតគិតថានឹងចង់ចេញចាក់ទុកនឹងហើយមានគំនិតថាគួរបដិបត្តិយ៉ាងម៉េចដើម្បីចេញចាក់ទុកបើគ្រាន់តែប្រាថ្នាគ្រាន់តែចង់បានប៉ុន្តែអត់ធ្វើដំណើរអត់សិក្សាអត់ស្វែងយល់ទេក៏មិនចេញចាក់ទុកដែរអញ្ចឹងគឺប្រឹងប្រែងស្ទុះស្ទាឡើងហើយខំប្រឹងចេញដំណើរទៅនេះដែលពុទ្ធបរិស័ទមកសិក្សាមកស្ដាប់ឲ្យយល់បន្តិចម្ដងបន្តិចម្ដងនឹងគឺដើម្បីឲ្យបានដល់នៅគោលដៅគោលគឺព្រះនិព្វាននឹងឯងមិនថាពុទ្ធបរិស័ទស្ដាប់ម្ដងហើយផុតទុកបាននោះទេវាកើតមកអំពីការផ្សាយផ្សំឥន្ទ្រីសទ្ធិន្ទ្រីវិរិយន្ទ្រីសតន្ទ្រីសមាធិន្ទ្រីបញ្ញន្ទ្រីហ្នឹងឲ្យវាចាស់ខ្លាទៅចាស់ខ្លារហូតដល់ថានឿយណាយនឹងទុកដល់កម្រិតមួយដែលត្រូវឃើញនៅរូបធម៌និងនាមធម៌តាមសេចក្តីពិតគឺឃើញអនិច្ចលក្ខណៈទុក្ខលក្ខណៈអនត្តលក្ខណៈនឹងច្បាស់ចែកអញ្ចឹងក៏ត្រាស់ដឹងនៅលោកកតរធម៌ទៅណាតែពេលនេះយើងហាក់បីដូចជាយកនៅកូនញញួរតូចមួយទៅវាយថ្មធំហ្នឹងហើយគោះឲ្យលិចឲ្យកើតចឹងទៅហ្នឹងហើយចង់បំបែកថ្មហ្នឹងណាព្យាយាមហ្នឹងក៏គង់តែបំបែកនៅថ្មដ៏ធំនឹងបានមិនខានឲ្យតែព្យាយាមហ្នឹងហើយធ្លាប់ឧបមាអ្នកពុះអុសញាតិញោមធ្លាប់ពុះអុសទេមានអុសខ្លះមិនមែនមកបថៅបែកខ្វាក់ឯងមែនទេប្រហែលបថៅ5 6 7បថៅអីនោះណាបាទជួនកាលមួយដំបងហ្នឹងសឹងអត់ត្រុតផងបាទតលតែ2 3 4 5អីទៅបានវាលហែឈើហ្នឹងទៅបាទប៉ុន្តែអាបថៅទី5ទី6ដែលធ្វើឲ្យឈើនឹងបែកគឺវាកើតចេញពីអាទី1ហ្នឹងឯងបាទរុញចានគ្នាម្ដងតិចម្ដងតិចហ្នឹងឯងហ្នឹងហើយញាតិញោមឥឡូវហ្នឹងបានពុះប្រេះបន្តិចនៅប្រេះហើយណាបាទរៀងប្រេះរៀងធំហើយតូចបាទតូចណាល្មមសមោចចូលបាននៅបាទហ្នឹងហើយប្រេះហើយប៉ុណ្ណឹងនោះបាទប្រេះបន្តិចហើយបាទអញ្ចឹងព្យាយាមតទៅទៀតថែមមកបថៅទៀតថែមទៀតបានន័យថាស្ដាប់ឲ្យយល់បន្តិចទៀតស្ដាប់យល់ប៉ុណ្ណឹងហើយមិនតាន់ចប់ទេណាថែមឲ្យយល់មកកលៈទៀតយល់ថែមទៀតហ្នឹងហើយនៅក្នុងកាយដដែលវេទនាដដែលចិត្តធម៌ដដែលហ្នឹងសំបីតែព្រះអរិយបុគ្គលថ្នាក់សោតាសក្តិអនាគីអរហន្តណាក៏លោកអប់រំនៅក្នុងសតិប្បដ្ឋាន4ហ្នឹងណាមិនមែនហ្នឹងព្រះអរិយបុគ្គលលោកបានដល់នៅភាពជាអរិយបុគ្គលហើយលោកលែងបដិបត្តិនៅក្នុងសតិប្បដ្ឋាន4អត់ទេព្រះអង្គសម្ដែងថាព្រះសិក្ខាបុគ្គលដែលធ្វើឲ្យមគ្គថ្នាក់លើនឹងចម្រើនខ្លាំងក្លាចម្រើននៅពលៈបានហ្នឹងអាស្រ័យសតិប្បដ្ឋានហ្នឹងឯងត្រូវក្រឡេកមើលកាយវេទនាចិត្តធម៌ដដែលហ្នឹងដើម្បីឲ្យច្បាស់ហើយឈោងកាន់យកនៅមគ្គថ្នាក់ខ្ពស់បន្តទៀតឃើញទេចុះទាំងរំយើងនៅបឋិជននេះដែលមានកិលេសក្រៃក្រាស់ហ្នឹងរឹងរិតតែត្រូវការនៅសតិប្បដ្ឋានហ្នឹងហើយវាចាក់មិនបានទេព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយភិក្ខុបួសថ្មីក្នុងសាសនានេះក៏បីសែបចម្រើនឲ្យរឿយនៅក្នុងសតិប្បដ្ឋាន4ភិក្ខុបួសចាស់ក៏អញ្ចឹង
ก็បីចម្រើនឲ្យរឿយនៅក្នុងសតិប្បដ្ឋាន4ភិក្ខុជាចៅអាវាសចៅអធិការវត្តហ្នឹងព្រះអង្គសម្ដែងថាឲ្យសិក្សានៅក្នុងសតិប្បដ្ឋាន4សរុបរួមទៅទាំងបួសថ្មីបួសចាស់ចៅអាវាសអីទាំងអស់ហ្នឹងគឺត្រូវតែសិក្សានៅក្នុងសតិប្បដ្ឋាន4ទាំងអស់ព្រោះបើមិនបានសិក្សានៅក្នុងសតិប្បដ្ឋាន4ហ្នឹងទេចិត្តរមែងវង្វេងចិត្តរមែងលំអៀងឃើញទេចិត្តឃ្លីងឃ្លោងចិត្តអត់សតិអត់ស្មារតីព្រោះមិនបានសិក្សានៅក្នុងសតិប្បដ្ឋាន4ឃើញទេអញ្ចឹងសតិប្បដ្ឋាន4ហ្នឹងសំខាន់ណាស់ដែលយើងត្រូវសិក្សាម្ដងមួយទោះបីជាយល់ខ្លះមិនយល់ខ្លះអប់រំបានខ្លះមិនបានខ្លះអីមិនដេចម្ដាប៉ុន្តែថាសិក្សាទៅអប់រំទៅដូចជាពុទ្ធបរិស័ទបានអប់រំនៅក្នុងធម៌មានឧបស្សនាសតិប្បដ្ឋាននៅក្នុងនិវរណៈបព្វេអីអញ្ចឹងរៀនស្គាល់កាមឆន្ទៈនិវរណៈរៀនស្គាល់ព្យាបាទៈនិវរណៈរៀនស្គាល់នឹងស្គាល់តលតែច្បាស់លាស់អញ្ចឹងទៅណារៀនស្គាល់ហ្នឹងហើយនិវរណៈធម៌ដែលមានក្នុងជីវិតរាល់ថ្ងៃហ្នឹងរឿងអីដែលយើងមិនស្គាល់ឲ្យតែយើងបានស្ដាប់មើលថាព្រះអង្គមិនបានសម្ដែងព្រះអង្គមិនបានពន្យល់យើងមិនបានមករៀនយើងមិនបានមកស្ដាប់យើងមិនបានខ្សែគប់ទៅថាវាមិនយល់ប៉ុន្តែនេះគឺយើងមកស្ដាប់មករៀនហើយយើងជាឧបាសកឧបាសិការបស់ព្រះដ៏មានព្រះភិក្ខទៀតផងរឿងអីដែលថាយើងមិនយល់យើងត្រូវតែព្យាយាមឲ្យយល់ហ្នឹងហើយថាការចងចាំនៅព្រះពុទ្ធដីកាក្នុងប្រសូតទាំងឡាយទាំងពួងនោះច្រើនណាស់យើងចាំមិនអស់ទេសមត្ថភាពសញ្ញារបស់យើងនឹងប៉ុន្តែរឿងការយល់ក្នុងកិច្ចបដិបត្តិហ្នឹងក៏គួរតែយល់នឹងឯងមិនអាចមិនយល់បានទេព្រោះការដែលមិនយល់សោះពេកយើងបានអីបដិបត្តិណាយើងបានអីតោងព្រោះនៅក្នុងភពនេះជាភ័យណាភពនេះជាភ័យវាដូចជាសមុទ្រដែលមានទឹករលកធំធំហើយយើងក៏បានឃ្លាតឆ្ងាយអំពីនាវាសំពៅដែលយើងបានជិះទៅហើយហ្នឹងហើយយើងត្រូវការរបស់ដែលជាទីពឹងជាគ្រឿងតោងរបស់យើងយ៉ាងណាមិញនៅក្នុងវត្តដាក់នេះយើងអត់មានអីទីពឹងទេនៅក្នុងវត្តសង្សារនេះគ្មានអីទីពឹងទេទីពឹងរូបមិនទៀងរូបជាទុក្ខទីពឹងវេទនាសញ្ញាសង្ខារវិញ្ញាណអត់បានទាំងអស់សម្បត្តិក្នុងភពសុទ្ធតែមានប្រកក្តីប្រែប្រួលជានិច្ចឃើញទេអញ្ចឹងទីពឹងមិនបានអញ្ចឹងយើងត្រូវរកនៅពងពាយសម្រាប់ពឹងរបស់យើងនឹងគឺធម៌សតិប្បដ្ឋាននេះជាធម៌សម្រាប់ទីពឹងជាធម្មៈទីបាហ្នឹងធម្មៈសរណាជាទីពឹងជាទីនឹករលឹកគឺសតិប្បដ្ឋាននេះឯងដែលយើងត្រូវតែអប់រំទៅតាមអធ្យាស្រ័យទៅតាមឧបនិស្ស័យទៅតាមការចូលចិត្តរបស់យើងនៅក្នុងអង្គសតិប្បដ្ឋានណាមួយដើម្បីចេញចាក់ទុកព្រោះយើងកំពុងតែនៅក្នុងសមុទ្រទុកយើងឥឡូវនេះណាកំពុងតែនៅក្នុងសមុទ្រទុកមិនមែនសមុទ្រសុខទេគឺសមុទ្រទុកសមុទ្រទុកមិនមែនតូចតាចទុកនេះមហាសមុទ្រព្រះអង្គសម្ដែងថាពាក្យថាសមុទ្របើពោលឲ្យចំគឺទុកនឹងឯងពោលឲ្យចំគឺភ្នែកទៅជាចំោះអណ្ដាតកាយចិត្តនឹងឯងហើយពាក្យថាបាតដាលសមុទ្របាតដាលឲ្យជ្រៅអស់ចាស់ហ្នឹងគឺសេចក្តីទុកនឹងឯងដែលជារបស់ជ្រៅមែនតើណាមិនអាចនឹងបកគលណាងាយចេញឲ្យផុតអំពីអាកន្លែងជ្រៅលងជ្រៅនឹងបានទេអញ្ចឹងយើងកំពុងតែនៅក្នុងសមុទ្របាតដាលនឹងឯងគឺនៅក្នុងសមុទ្រទុកនឹងឯងអញ្ចឹងមានតែសំពៅគឺសតិប្បដ្ឋាននឹងទេដែលអាចឆ្លងកាត់នៅសមុទ្រនឹងបាននឹងឯងអញ្ចឹងគឺការសិក្សាការស្ដាប់នេះជាឧបនិស្ស័យមួយ
បនិស័យហ្នឹងគឺបនិស័យឲ្យផលមិនចាំបាច់ដល់ជាតិក្រោយក៏បានដែរពាក្យថាបនិស័យហ្នឹងមិនមែនថាអូបនិស័យយកបុណ្យទៅជាតិក្រោយស្ដាប់ធម៌ឥឡូវនេះចាំបានបុណ្យដល់ជាតិក្រោយមិនមែនតែប៉ុណ្្នឹងឯណាស្ដាប់ឥឡូវនេះស្ដាប់យល់ពេលនេះគឺធូរពេលហ្នឹងពេលដែលយល់ដោយសារវគ្គសាវិកាសម័យពុទ្ធកាលកើតទុកអំសុកចិត្តមានសេចក្តីសោកសៅខ្លាំងណាស់បន្ទាប់ពីស្ដាប់ធម៌របស់ព្រះរាមាភិក្ខហើយមិនចាំបាច់ដល់ជាតិក្រោយណាជាតែពេលហ្នឹងឯងនៅពេលដែលបានយល់នៅក្នុងសច្ចធម៌ហើយហ្នឹងក៏បានធូរស្បើយតែម្ដងអត់ចាំបាច់ដល់ជាតិក្រោយទេឃើញទេអត់ចាំបាច់ដល់ជាតិក្រោយទេណាអញ្ចឹងពុទ្ធបរិស័ទយើងច្រើនតែបានឮថាស្ដាប់ធម៌យកបុណ្យទុកទៅជាតិក្រោយអញ្ចឹងទៅក៏ត្រូវដែរចាំមិនយកអានិសង្ឃក្នុងជាតិនេះខ្លះទេបាទអានិសង្ឃយកទៅជាតិក្រោយហ្នឹងជាតិហ្នឹងគឺពេលដែលយើងសិក្សាយល់ហ្នឹងវាធូរចិត្តពេលដែលយើងយល់ហ្នឹងអត់ចាំបាច់ដល់ជាតិណាណាឥឡូវហ្នឹងធម្មបៃតេសុខខាងសេតេហ្នឹងវាមានអាសេចក្តីសុខដោយធម្មបៃតេពេលដែលមានធម្មបៃតេហ្នឹងគឺបៃតេក្នុងធម៌ហ្នឹងក៏មានសេចក្តីសុខមកឯងនៅពេលដែលបានយល់ទៅក៏ឈប់ទៀមទាឈប់ក្តៅក្រហាយការមកឆន្ទៈវាមិនសូវជាធ្វើទុកបុកម្នេញណាវាដូចជាដង្កូវក្នុងសាច់ហ្នឹងវាមិនសូវចាក់យើងដោយសារតែយើងបានសិក្សាហើយហ្នឹងហើយព្យាបាទៈហ្នឹងក៏មិនទៅខ្លាំងក្លាសធូសថៅអីពេកទេដោយសារមានការយល់ដឹងនៅក្នុងធម៌ហ្នឹងធ្លាប់មានគំនិតគិតថានឹងចង់សម្លាប់គេទេពីព្រឹកមិញញាតិញោមអត់ទេនឹងអស់ហើយតែខឹងអីតិចតួចអីប៉ុណ្ណឹងមានមែនទេប៉ុន្តែមិនឈានទៅដល់សម្លាប់ឬក៏គិតថាវាយវាឲ្យបាក់ដៃបាក់ជើងក៏អត់ដែរឃើញទេចិត្តវាចេះតែទ្រាំទៅស្លូតទៅបន្តិចម្ដងបន្តិចម្ដងបើពីមុនមកឬក៏ថាអ្នកដែលមិនបានសិក្សាឲ្យតែអន់ចិត្តអីបន្តិចហ្នឹងអាងអីអាងសម្លាប់អាងកាប់អាងចាក់អាងអីអីចឹងទៅហ្នឹងហើយគេអាងពីលធម៌ហ្នឹងឯងហ្នឹងហើយហើយដល់ទៅយល់ដឹងធម៌ទៅអត់ទេវាមិនមែនថាអស់ខឹងអីទេប៉ុន្តែថាវាមិនមានចេតនាអីនឹងទៅព្យាបាទគេទៅព្យាបាទគេអីខ្លាំងខ្លាអីអត់ទេប៉ុន្តែនៅអាព្យាបាទតូចតូចមែនទេញាតិញោមព្យាបាទតូចតូចគេធ្វើអញ្ចឹងដាក់អញចាំមើលអញអត់ញឹមដាក់ហ្នឹងហើយអាហ្នឹងក៏ព្យាបាទដែរណាញាតិញោមហ្នឹងហើយភរិយាស្វាមីកូនប្រុសស្រីអីអីអន់ចិត្តនឹងកូនអីអញ្ចឹងទៅកូនហៅ10ម៉ាត់ឆ្លើយឲ្យវាពិបាកចិត្តបន្តិចមើលអាហ្នឹងព្យាបាទដែរណាបាទតាំងចិត្តឲ្យគេពិបាកចិត្តហ្នឹងហើយធ្វើងោដាក់គេបន្តិចទៅបាទធ្វើងក់ងបន្តិចទៅអាហ្នឹងព្យាបាទណាញាតិញោមព្យាបាទឲ្យគេពិបាកមានចិត្តឲ្យគេពិបាកអញ្ចឹងទៅមានកំណត់ព្យាបាទតិចតួចមិនដល់ថ្នាក់ឲ្យគេវិនិច្ឆ័យអីទេតែអាតិចតួចហ្នឹងហ្នឹងហើយអញ្ចឹងយើងត្រូវមើលអាតិចតួចហ្នឹងហើយបើយើងអស់មានអាធំធំហើយនោះយើងវាអត់មានណាអត់មានអាកំណត់ព្យាបាទថាចង់កាប់សម្លាប់លួចប្លន់ស្អីស្អីហ្នឹងមិនអត់សូវមានមិនថាអស់រលីងដោយអរិយបុគ្គលទេណាប៉ុន្តែវាអត់មានអញ្ចឹងយើងអត់ចាំបាច់មើលអាហ្នឹងទេយើងមើលអាតូចតូចមែនទេយើងមើលអាតូចតូចរាល់ថ្ងៃនេះហ្នឹងហើយមើលអាតូចតូចរាល់ថ្ងៃនេះណាតែយើងដោះស្រាយយ៉ាងម៉េចជាមួយមូសជាមួយសង្កើចជាមួយសម្ោចស្អាហ្នឹងតែយើងដោះស្រាយយ៉ាងម៉េចនៅពេលដែលយើងស្រាលព្យាបាទហើយហ្នឹងយើងដោះស្រាយយ៉ាងម៉េចអាហ្នឹងញាតិញោមដោះស្រាយខ្លួនឯងទៅណាហ្នឹងហើយមិនចាក់ទឹកក្តៅក្នុងចានហើយគិតថាអញមិនដឹងទេអញលាងតែចានអញទេហ្នឹងហើយថាអត់ព្យាបាទទេដឹងតែទឹកក្តៅដាក់ទៅដឹងតែងាប់ហើយគ្មានរសទេប៉ុន្តែនៅតែចាក់អញ្ចឹងហើយតាំងចិត្តថាអញលាងតែចានអញតើហ្នឹងហើយអាហ្នឹងយើងមើលផងណាបាទមើលផងអាហ្នឹងចូលព្យាបាទណាហ្នឹងហើយព្យាបាទណាអញ្ចឹងព្យាបាទហ្នឹងស្រួលមើលដែរទៅញាតិញោមក្នុងជីវិតយើងសពថ្ងៃហ្នឹងឲ្យតែខឹងក្រោតអីហ្នឹងព្យាបាទហើយបើព្យាបាទនៅក្នុងធម៌មានឧបស្សនាតដ្ឋានហ្នឹងគឺជាទោសៈនឹងឯងមិនអីឆ្ងាយទេទោសៈនឹងឯងបាទបើនៅក្នុងអកុសលកម្មបត្តិព្យាបាទហ្នឹងមានសัตว์មកជាអារម្មណ៍
មានសត្វមកជាអារម្មណ៍ហ្នឹងហើយអាហ្នឹងវាព្យាបាទនៅក្នុងកម្មបត្តិកម្មបត្តិ10មិនយើងកាយកម្ម3វិជ័យកម្ម4មនោកម្ម3មនោកម្ម3ហ្នឹងអវិជ្ជាព្យាបាទព្យាបាទតកតងនឹងអារម្មណ៍គឺមានសត្វមកជាអារម្មណ៍ហើយទោសៈមានសត្វនិងសង្ខារមកជាអារម្មណ៍ហើយបើគិតចែកដោយឡែកព្យាបាទគឺមានតែសត្វមកជាអារម្មណ៍សុទ្ធគឺមានមនុស្សមានអីមកជាអារម្មណ៍អញ្ចឹងទៅហ្នឹងហើយយើងមិនដែលទៅព្យាបាទភ្លៀងព្យាបាទដីព្យាបាទទឹកទេមែនទេបាទតែព្យាបាទជាមួយនឹងរបស់ដែលមានវិញ្ញាណណារបស់ដែលមានវិញ្ញាណហ្នឹងព្យាបាទហើយតកតងទៅនឹងមេរៀនដែលពុទ្ធបរិស័ទសិក្សាស្ដាប់ធម៌សម្រាប់លះព្យាបាទមានការចម្រើនមេត្តាហ្នឹងហើយការចម្រើនមេត្តាហើយការពិចារណាកម្មរបស់សពសត្វនឹងចឹងទៅយើងមិនចេះតែចង់ឲ្យគេដូចយើងឬក៏ថាយើងទៅដូចគេទាំងអស់ឲ្យមនុស្សក្នុងលោកនឹងដូចគ្នាមុខតែមួយមាត់តែមួយអីអត់បានទេចឹងហើយក៏ថាចង់ឲ្យកូនចៅយើងមានឲ្យដូចកូនចៅគេដែរអីចឹងយើងមិនតម្រូវបានទេណានឹងយើងតែកាលណាយើងចង់ឲ្យដូចគ្នាពេកវាកើតព្យាបាទដែរត្រូវដឹងថាសត្វទាំងឡាយទាំងពួងមានកម្មជារបស់ខ្លួនគឺកម្មណាឲ្យផលហើយគឺអ្នកនឹងទទួលផលនឹងមិនអាចកិច្ចវេះបានទេណាអញ្ចឹងពុទ្ធបរិស័ទនៅពេលដែលបានយល់កន្លែងហ្នឹងទៅយើងកាត់បន្ថយអាឃាតព្យាបាទអអន់តូចចិត្តអីហ្នឹងក៏លែងសូវមានទៅព្រោះឃើញថាសត្វទាំងឡាយមានកម្មជារបស់ខ្លួនមែនពិត